ជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះផ្ទាល់គឺជាថ្ងៃអាទិត្យហើយថ្ងៃអាទិត្យនេះគឺអត់ដឹងតាណាទេដឹងតាចង់ថតរូបចង់ដើរលេងអីអញ្ចឹងក៏មិនដឹងតាណាអញ្ចឹងទៅក៏ទាញទូរស័ព្ទមកមើល Facebook សិនបន្ទាប់ពីមើល Facebook ហើយក៏ចូលទៅ TikTok មកឃើញអាយុថ្ងៃនេះចង់ថតដើរលេងតិចមើលដោយសារតែយើងទើបតែកំងអីវ៉ាន់ចូលមកស្តុកថ្មីហើយបន្តនេះក៏យើងមានលក់ដែរបងចង់បានអីអាចឆានមកបានហើយមួយទៀតតែតើជាមួយអារម្មណ៍ខ្លួនឯងនេះគឺមិនសេតទេប៉ុន្តែគាត់ថាចង់ដើរលេងមិនថាមានគ្នាដើរអញ្ចឹងទៅជិះម៉ូតូដើរម្នាក់ឯងនៅភូមិនៅខេត្តអីចឹងណាហើយចឹងទៅគាត់ថាបើសិនជាឡើងខេត្តម្នាក់ឯងមិនដែរណាចង់ទៅមើលអីវ៉ាន់ថ្មីក៏ដូចជាទេសភាពនៅខេត្តយើងហ្នឹងឥឡូវគេអាប់ដេតដល់ណាហើយអញ្ចឹងក៏ជិះម៉ូតូជីទៅបងប្អូនឃើញអត់មើលទៅដូចជាគ្មានគិតអីទេជិះតែជិះដើរមើលទៅហើយបន្តមកទៀតក៏នឹកឃើញថាបើជិះដើរលេងហើយក៏មកខេត្តមកយូរមកខេត្តម្ដងអញ្ចឹងទៅក៏ឆ្លៀតមកមើលកៅអៅនៅផ្សារមើលឃើញហាងគេទៅបើកថ្មីហាងបងតុលាដូចជាគាត់ផុសថ្មីដែរឃើញដូចជាមានការប្រម៉ូសិនអញ្ចឹងទៅក៏ជិះម៉ូតូទៅមើលអាវនៅហាងគាត់ហើយវីដេអូនេះមានទេសភាពពេលល្ងាចឡើងអីម៉ោង4ជាងឃើញបងគាត់ជិះម៉ូតូមកដើរលេងអ្នកខ្លះគាត់មកកំសាន្តអីនៅមាត់ទន្លេអញ្ចឹងណាហើយខ្ញុំនេះគឺជិះមកតែឯងទេជិះមកហ្នឹងគឺជិះជាថតតែពេលក្នុងចិត្តហ្នឹងគឺចង់ដើរទៅលេងទៅឲ្យសប្បាយឆ្លាស់គូក្បាលទេហើយបន្តមកទៀតក៏នេះផ្លូវទៅហាងបងដុល្លារដែលគាត់មានលក់ខោអាវហើយខ្ញុំជិះទៅខ្ញុំចេះតែថតទៅតមកទៀតប្រហែលជាមុខទៀតហើយកន្លែងដែលបត់ចូលហ្នឹងគឺខ្ញុំអត់បានថតទេដោយសារតែវាម៉ូតូឡានច្រើនពេកអញ្ចឹងទៅខ្ញុំមកដល់ហាងគាត់ហើយតមកទៀតគឺខ្ញុំហៅឡៃចោលម៉ូតូសិនបន្ទាប់មកក៏ចូលទៅក៏សួរបងមាន promotion អត់អីអញ្ចឹងណាហើយតមកក៏គ្រឹះក្អែវឃើញមើលនេះឃើញស្អាតជាងគេហើយអញ្ចឹងទៅក៏បងគិតលុយមួយទៅហើយតែប៉ុន្តែចិត្តចង់បានច្រើនប៉ុន្តែដោយសារតែពេលវេលាវាខើចពេកអញ្ចឹងទៅក៏ទិញបានតែមួយនឹងទេហើយលោចុះលោឡើងឃើញស្អាតច្រើនខាងគាត់ណាហើយនិយាយទៅអត់ស្មាននិយាយច្រើនទេបងប្អូនកាលខាងគាត់ច្រើនអញ្ចឹងមកបងចង់បានអីចាំជួយទៅទិញខាងគាត់ផងបងស្អាតរបស់ហើយទី2នោះគឺតម្លៃធូរទេធូរថ្លៃមួយ$5 $6ជាក់ស្ដែងគឺខ្ញុំបានមួយអញ្ចឹងវីដេអូនេះគឺមានតែប៉ុណ្្នឹងអរគុណច្រើនបងប្អូនអរគុណ Goodbye